សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទពីដើមចង់បង្ហាញបងប្អូនទាំងអស់គ្នានេះគឺជា Pura 80 Ultra ជាទូរស័ព្ទរបស់ក្រុមហ៊ុន Huawei បងប្អូននេះគឺជាទូរស័ព្ទ Vivo X300 Ultra ជាប្រភេទទូរស័ព្ទរបស់ក្រុមហ៊ុន Vivo ដែលជា flagship ចុងក្រោយបងប្អូនណាអានេះក៏ចុងក្រោយដែរក្នុងតកូល Pura ឥឡូវវាចេញដល់90 Pro 90 Pro Max បងប្អូនណាជាស្រ័យប៉ុន្តែ90 Pro Max ដូចជាអត់ទាន់ចេញ version global ឬក៏ក្រុមហ៊ុនឡើយទេឥឡូវខ្ញុំលើកឡើងតែជាមួយនឹង Pura 80 Ultra នេះបានហើយបងប្អូនណា80 Ultra នេះបានហើយសម្រាប់ពីដើមហ្នឹងសិតសឹងតែជាកំពូល smartphone ដែលមានកាមេរ៉ាថតច្បាស់បងប្អូនណាប៉ុន្តែតកតងជាមួយនឹង color tone របស់វាគឺវាមានមួយបែបម្នាក់បងប្អូនណាមួយបែបម្នាក់សម្រាប់ Huawei នេះគឺវាប្រើបច្ចេកវិទ្យាទឹកពណ៌ XMAX បាទដែលជាបច្ចេកវិទ្យាទឹកពណ៌របស់ក្រុមហ៊ុន Huawei ផ្ទាល់ហើយសម្រាប់ Vivo នេះគឺវាប្រើបច្ចេកវិទ្យារបស់ Zai ដែលវាសហការជាមួយនឹង Zai បាទដែលធ្វើឲ្យការថតរូបចេញពី Vivo នេះបាទជា Zai Vivo មានរូបភាពចេញមកគឺស្អាតដិតវាស្រដៀងទៅនឹងកាមេរ៉ាធំៗដែរបងប្អូនណាប៉ុន្តែវាមិនអាចដូចកាមេរ៉ាធំទេយើងមិនអាចប្រៀបធៀបបានទេវាអាចជំនួសកាមេរ៉ាធំបានបងប្អូនណាគ្រាន់តែជាការជំនួសទេបងប្អូនដូចខ្ញុំបញ្ជាក់អញ្ចឹងហើយសម្រាប់សមត្ថភាពនៃការថតរូបចេញពី Vivo X300 Ultra នេះគឺញាក់សាច់បងប្អូនមើលlens គឺធំមកអានេះធ្វើឲ្យការថតកាន់តែច្បាស់ detail ល្អតាក់ទងនឹងពីហ្នឹងណាសឹងតែជាកម្ពុជាទូរស័ព្ទមួយដែលល្អបងប្អូនណាល្អអ្វីដែលខ្ញុំជ្រើសរើសពីហ្នឹងបើសិនឲ្យខ្ញុំជ្រើសរើសបងប្អូនណាខ្ញុំយក Huawei Pura 80 Ultra ហើយទោះជាវាអត់មាន Google Service ពេញលក្ខខណ្ឌក៏ដោយប៉ុន្តែខ្ញុំជ្រើសរើសយកវាដោយសារខ្ញុំស្រឡាញ់ detail និង color tone របស់វាបែបធម្មជាតិច្រើនបងប្អូនណាហើយសម្រាប់នេះ Vivo នេះវាជា China version មែនប៉ុន្តែសម្រាប់ China version ឬក៏វា global ក៏ដោយ global ឬក៏ China ក៏ដោយប៉ុន្តែសម្រាប់ China version បងប្អូនដឹងហើយសម្រាប់ Vivo ឬក៏ទូរស័ព្ទអីក្រៅពី Huawei គឺអាចដាក់ Play Store គឺប្រើ Google Service បានពេញលក្ខខណ្ឌទាំងអស់ដកទៅ Huawei ចេញទេបងប្អូនណា Huawei អាចប្រើ app អីគឺយើងអាច download តាម Gbox ឬក៏ G-Space ឬក៏តាមអីចឹងផ្សេងទៀតចឹងណាបងប្អូនប៉ុន្តែសម្រាប់ app មួយចំនួនគឺវាមាននៅលើ app gallery ស្រាប់អញ្ចឹងយើងអាច down នៅលើ app gallery របស់វាផ្ទាល់បានចាំមើលទីទៀតខ្ញុំនឹងតេស្តសមត្ថភាពកាមេរ៉ាវាគោលតិចបងប្អូនណាมันអាចតេស្តបានច្រើនទេព្រោះដោយសារយើងអត់មានពេលវេលាតេស្តច្រើនយើងគ្រាន់តែតេស្តសមត្ថភាពវាខ្លីៗតិចជូនបងប្អូនណាអរគុណច្រើនឥឡូវខ្ញុំសាកតេស្តជាមួយនឹង Vivo X300 Ultra បងប្អូនណាឥឡូវខ្ញុំសាកซูមមកឆ្ងាយតិចខ្ញុំតេស្តซูមមកអស់ដូចគ្នាបងប្អូនណាតបមកខ្ញុំយកចំណុចអីមួយពិសេសបងប្អូនណាពិសេសមួយខ្ញុំយកឡើងនេះចោះបងប្អូនណាបាទវាซูមបានតែ105គុណទេបាទជាមួយនឹងវ៉ាវឆ្ងាយទោះសំបងប្អូនមើលទៅឆ្ងាយមែនតើសាច់សាច់ឲ្យ detail មកវ៉ាវអរគុណណាស់អូកប់សេរីមែនទេជាមួយនឹង Pura 80 Ultra មកដើមទៀតហើយខ្ញុំซูមទៅមុខហើយណាខ្ញុំយកចំណុច display មិនដូចគ្នាយ៉ាឆ្លាស់លែនហ្នឹងឯងបងប្អូនណាពេលចូលដល់វាដល់10អីគឺឆ្លាស់លែននេះซูមបានតែ100គុណនេះបងប្អូនណាអើយយ៉ាទុំញាត់ដៃចាំតិចបងប្អូនមួយក្រឹបបាទឥឡូវយើងចូលទៅមើលសិនបាទចូលទៅមើលសិនយ៉ាបងប្អូនណា Pura ស្អាតដូចគ្នាម្យ៉ាងម្នាក់បងប្អូនណាតែមានអារម្មណ៍ថាស៊ូមចាញ់ Vivo បងប្អូនណាស៊ូមចាញ់ Vivo ស៊ូមឆ្ងាយចាញ់ Vivo ប៉ុន្តែបើតាក់ទងជាមួយនឹង 10x optical zoom ប្រហែលជា Huawei ខ្លាំងជាងប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងបងអូនការ zoom មិនផ្ដោតទៅលើការ zoom ឆ្ងាយទេទីទូទៅការថតរូបនេះគេផ្ដោតត្រឹម 10x ឬក៏ប៉ុណ្ណឹងបានចន្លោះប៉ុណ្ណឹងគឺការថតរូបស្អាតហើយបើមិនបើយើងលើសពីប៉ុណ្ណឹងវាអត់បានស្អាត 100% ទេครับដែលខ្ញុំថតចេញពីទូរស័ព្ទពីដើមហ្នឹងបងប្អូននេះគឺជា Vivo X300 Ultra បងប្អូនណា zoom នេះវាបាន105គុណណាតែមើលឲ្យ detail ល្អមែនតើសម្រាប់ Huawei ប្រហែលជាអាចចាញ់គេហើយសម្រាប់ការ zoom ឆ្ងាយបងប្អូនប៉ុន្តែបើតាក់ទងថតចិត្តត្រឹម 10x អីអាចថាមិនរួចជាមួយ Huawei ដែរបងប្អូនមើលទៅជាក់ស្ដែង Pura 80 Ultra Vivo X 300 Ultra បងប្អូនណាមើលទៅវាមិនលើសគ្នាហ្មងសម្រាប់ zoom ឆ្ងាយដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនការ zoom ឆ្ងាយ zoom ចិត្តវាមិនជាបញ្ហាអីទេសំខាន់ឲ្យតែ 10x
ចោះក្រោមថតច្បាស់គឺអស់តោះហើយខ្ញុំថតទៅកន្លែងកាទៀវខាងមុខបងប្អូនខ្ញុំប្រើ 10x ដូចគ្នាសិនខ្ញុំតេស្តគោលហើយមិនអាចតេស្តទាំងអស់បងប្អូនខ្ញុំយកចំណុចពិសេសមួយនេះកន្លែងនេះអក្សរនេះមើលមិនសូវច្បាស់ទេបងប្អូនណាឥឡូវខ្ញុំថតម្លែងនឹងមួយសិន 10x ណាបងប្អូនព្រឹបបាទជោគជ័យឥឡូវខ្ញុំចូលទៅ Vivo សិនទៅ Vivo X300 Ultra បងប្អូនខ្ញុំចូលទៅកន្លែងចំណុចពិសេសដូចគ្នាខ្ញុំដាក់ទៅ10គុណបងប្អូន10គុណបាទ10គុណហើយអូខេដំណើរដៃអាហ្នឹងខ្ញុំថតបាទរួចរាល់បងប្អូនមើលជាក់ស្ដែងទៅជាមួយនឹងនេះអូ Huawei វាឲ្យ color អត់ឲ្យលើសទេបាទអានេះវាឲ្យច្បាស់ដូចគ្នាបងប្អូនណាមួយយ៉ាងម្នាក់ទេអានេះវាឲ្យពណ៌ដិតស្រស់បងប្អូនជាមួយនឹង Vivo X300 Ultra វាឲ្យពណ៌ដិតស្រស់មែនតើបាទឥឡូវមើលនេះវាពណ៌បែបធម្មជាតិច្រើនវាអត់សូវឲ្យពណ៌ដិតលើសបងប្អូនអានេះបងប្អូនដែលឆ្លាញ់ពណ៌ដិតលើសត្រូវហើយនេះដិតលើសតិចមានវាចាក់ពណ៌បន្ថែមឲ្យកាន់តែច្បាស់ detail អានេះអត់ទេបងប្អូនយកយ៉ាងណាដែរសម្រាប់ពី model ហ្នឹងសម្រាប់ 10x optical zoom ហើយចង្ងាយដែលខ្ញុំអង្គុយហ្នឹងគឺអង្គុយដូចគ្នាបងប្អូនបាទនេះសម្រាប់ 10x optical zoom ដូចគ្នាអានេះ Vivo X300 Ultra Vivo X300 Ultra ជាស្រ័យពូខ្ញុំដូចថតពូតិចហើយអត់មាន model ស្រីថតទេបាទមានតែពូទេបាទបងប្រុសមិនមែនពូទេបងប្រុសបាទនេះវាឲ្យ smooth ប៉ុន្តែបាត់ detail បងប្អូនណែនេះគឺវាឲ្យដែរតែវាដូចជាមិនបាត់ detail ទេបងប្អូនណាវាមួយយ៉ាងម្នាក់ទេបងប្អូនឆ្លាញ់ color tool មួយណាបងប្អូនទិញមួយហ្នឹងទៅប៉ុន្តែគាត់ថានេះវាមាន Google Service ពេញលេញអានេះវាអត់ប៉ុន្តែការប្រើប្រាស់ទូទៅអត់ជាបញ្ហាទេបាទ Pora 80 Ultra Vivo កប់សេរីដូចគ្នាកប់ស្អាតដូចគ្នាបងប្អូនហើយចំអត់បានតេស្តច្រើនបងប្អូនតេស្តតែប៉ុណ្ណឹងហើយថតឆ្ងាយយើងអង្គុយមួយកន្លែងយើងអត់អាចដើរសុំគេគេថតបានច្រើនទេបាទប៉ុណ្ណឹងមកមើលរូបភាពដែលខ្ញុំថត Super Macro 3.7 គុណដូចគ្នាបងប្អូនណា Super Macro អានេះវាឲ្យ color គឺដិតភ្លឺខ្លាំងមែនទែនបងប្អូនណាភ្លឺខ្លាំងបាទភ្លឺខ្លាំងខ្ញុំដាក់ចែកចំផឹកម្ដងទៀតដើម្បីបងប្អូនមើលនេះអានេះក៏ឲ្យ color ដិតខ្លាំងមកបងប្អូនណាដិតខ្លាំងតែនេះឲ្យ color ដិតខ្លាំងមែនទែនបើនេះវា portrait គឺវាឲ្យ color បែបទៅធម្មជាតិច្រើនមួយយ៉ាងមកនេះតែមានអារម្មណ៍ថាHuawei គឺឲ្យ detail ល្អឲ្យ detail ឃើញសាច់មកជាក់ស្ដែងបងប្អូនណាមើលនេះវិញមើលបាទអានេះបាត់តិចអានេះ Vivo អានេះ Huawei បងប្អូនបាទមួយណាក៏បានដែរបងប្អូនថតលើ object មនុស្សក៏ស្អាត object ឬធម្មជាតិក៏លយបងប្អូនចូលចិត្ត color ដិតស្រស់ខ្លាំងនេះបងប្អូនចូលចិត្តបែបធម្មជាតិច្រើនគឺ Huawei ជំរាបលាអ្នកនរគ្នាបាយបាយ